ហ៊ានអនុញ្ញាតឲ្យខ្លួនឯងទិញឡានថ្មីខ្លាញ់គោតម្លៃ$30,000ជាងអត់បើសិនជាមានលុយ$30,000ជាងតើរថយន្ត SUV មួយណាដែលជាតម្រូវការរបស់បងប្អូនបើសិនជារថយន្តនៅក្នុងតម្លៃ$36,500មានលក្ខណៈសម្បត្តិនេះខ្ញុំគិតថាបងប្អូនមិនបាច់គិតជាលើកទី2ឡើយនៅក្នុងការសម្រេចចិត្តទិញនៅរថយន្តថ្មីខ្លាញ់គោដោយមានការធានានាំចូលជាផ្លូវការទៀតនោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរថយន្ត GAC GS8 ដោយតម្លៃលក់កាលមុនខ្ទង់ប្រមាណ$40,000ជាងប៉ុន្តែបច្ចុប្បន្ននេះគឺលក់នៅក្នុងតម្លៃពិសេសត្រឹមតែ$36,500តែប៉ុណ្ណោះការផ្ដល់ជូនតម្លៃពិសេសប៉ុណ្នេះគឺដើម្បីអបអរសាទរដោយ GAC នឹងមានរោងចក្រដំឡើងរថយន្តនិងផ្គុំរថយន្តនៅខេត្តកំពង់ឆ្នាំងរបស់យើងតែម្ដងក្នុងទុនទឹកប្រាក់ប្រមាណ$19 លានអាមេរិកតែម្ដងហើយចំពោះការផ្ដល់ជូនតម្លៃពិសេសប៉ុណ្ណឹងបងប្អូនច្បាស់ជាចោទសំណួរសួរហើយថាតើក្រុមហ៊ុនមានកាត់ option ឬក៏មុខងារពិសេសហេតុអីអត់ខ្លីៗគឺអត់មានកាត់អ្វីនោះឡើយបងប្អូនទាំងគ្នាគឺនៅតែជារថយន្តមួយដែល full option ជាលក្ខណៈថាជា global spec និងមានការធានាជាផ្លូវការតែម្ដងចូលមកកាន់ការរចនារូបរាង GAC GS8 ដែលមានមាឌធំអំណាចខ្លាំងចំពោះផ្នែកខាងមុខគឺត្រូវបានរចនាជាមួយនឹងចន្លោះប៉ាណាដ៏ធំដែលជួយឲ្យលំហូរខ្យល់ទៅស្អំដល់ម៉ាស៊ីននឹងកាន់តែប្រសើរឡើងផងដែរហើយតាក់ទងជាមួយនឹងប៉ាណានេះគឺបានបង្កប់ជាមួយនឹង chrome យ៉ាងប្រណិតដូចជា logo អក្សរ GAC នឹងគឺធំមែនតើនៅផ្នែកខាងមុខនេះហើយក៏បង្កប់ជាមួយនឹងកាមេរ៉ាមួយគ្រាប់ផងដែរហើយតាក់ទងជាមួយនឹងការធ្លាក់ខាងក្រោមនេះគឺលក្ខណៈថាជាពណ៌ប្រផេះតែម្ដងដែលមើលមកគឺវាស៊ីរូបស៊ីរាងមែនតើហើយចំពោះអំពូលគុជនេះផងដែរគឺពិតជាមានលក្ខណៈថាភ្លឺច្បាស់នាពេលបើកបរហើយក៏អាចមានសមត្ថភាពបិទបើកដោយស្វ័យប្រវត្តិផងដែរបងប្អូនទាំងអស់គ្នាហើយតាក់ទងជាមួយនឹងផ្នែកចំហៀងវិញក៏ទទួលបានជាមួយនឹងយ៉ានកង់ដែល design ពីរពណ៌តែម្ដងហើយមានទំហំរហូតដល់20 អ៊ិញដោយធ្វើឲ្យរថយន្តនេះគឺកាន់តែមានលក្ខណៈថាខ្ពស់ផុតពីដីចំពោះកញ្ចក់វិញគឺលក្ខណៈថាក្តោបអូតូម៉ាទិករីឯស៊ុមទ្វារនេះក៏បាន highlight ជាមួយនឹង chrome ដ៏ប្រណិតហើយតាក់ទងជាមួយនឹងផ្នែកខាងក្រោយវិញក៏មានជាមួយនឹងទ្វារបើកអូតូម៉ាទិកហើយការប្រើប្រាស់ជាមួយនឹង stop back 3D design មកយ៉ាងតាក់ទាញទៀតនោះធ្វើឲ្យរថយន្តនេះគឺកាន់តែលើកសម្រស់ហើយបើសិនជាបងប្អូនជិះជាមួយនឹង Mark brand GAC នេះទៀតគឺកាន់តែប្រណិតនិងមានតម្លៃហើយតាក់ទងជាមួយនឹងក្លុបខាងក្រោយវិញគឺពិតជាអាចទុកឲ្យវ៉ាន់បានច្រើនមែនទែនបងប្អូនអ្នកគ្នាឡើងធំទូលាយហ្មងណាហើយបើសិនជាចង់ទុកឲ្យវ៉ាន់បានកាន់តែច្រើនក៏អាចធ្វើការកាច់កៅអីនេះឲ្យផ្ដេកដើម្បីទុកឲ្យវ៉ាន់បានផងដែរតោះឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលទៅកាន់ផ្នែកខាងក្នុងទាំងអស់គ្នាទៅមើលអំពីកៅអីដ៏ប្រណិត3ជួរ7កៅអីតែម្ដងបាទចូលមកកាន់ផ្នែកខាងក្នុងវិញបើមិនបានបង្ហាញម្ដងមួយខ្ញុំពិតជាមិនអស់ចិត្តនោះឡើយបងប្អូនទាំងអស់គ្នារាប់តាំងពីពេលបិទបើកទ្វារបាទប្រើតែម្រាមដៃមួយក៏អាចធ្វើការបើកទ្វារបានដែរហើយតាក់ទងជាមួយនឹងដុំកញ្ចក់នេះគឺ design មកជាមួយនឹង chrome មើលមកស្អាតមែនតើហើយបើនិយាយអំពីស្បែកវិញណាគឺគ្រប់កន្លុកកន្លែកបងប្អូនទាំងអស់គ្នានៅពេលដែលយើងចាប់កាន់អីគឺមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយរថយន្តនេះខ្លាំងតែម្ដងបាទហើយតាក់ទងជាមួយនឹងកន្លែងនេះក៏មានជាមួយនឹងភ្លើង ambient light ផងដែរហើយរាប់តាំងពីតាប់ឡូមកក៏លក្ខណៈថាជាស្បែកពេញផ្ទៃរថយន្តហ្មងហើយខាងលើនេះគឺមានជាមួយនឹងកញ្ចក់ក៏ដូចជាអាចប្រើប្រាស់ជាមួយនឹងភ្លើងអ្នកបងស្រីៗអីធ្វើការ make up អីចឹងណាបងប្អូនអរគ្នាហើយតាក់ទងជាមួយនឹងការរចនារន្ធម៉ាស៊ីនត្រជាក់បង្កប់ជាមួយនឹង chrome ហើយតាក់ទងជាមួយនឹងកន្លែងនេះក៏មានជាមួយនឹងប៊ូតុងសម្រាប់ធ្វើការតម្លាក់តឡើងកម្ពស់ភ្លើងហើយមានកន្លែងធ្វើការបើកចាក់សាំងហើយក៏អាចបើកទ្វារខាងក្រោយនេះដោយអាចចុចប៊ូតុងនេះបានផងដែរបងប្អូនទាំងអស់គ្នាហើយកន្លែងនេះក៏មានជាកន្លែងធ្វើការផ្ទុកអីវ៉ាន់ដែរលក្ខណៈថាជាកែតូចមួយចឹងណាហើយចំពោះចង្កូតវិញណាគឺជាប្រព័ន្ធចង្កូតនៃអេឡិចត្រូនិកហើយដើម្បីបានជាចង្កូតនៃអេឡិចត្រូនិកតែងតែមានគេអួតបង្ហាញដោយសារតែវាមានលក្ខណៈថាធូររលុងងាយស្រួលនៅក្នុងការបត់បែនម្ដងបើកឡាននេះគឺអត់មានធ្វើការឡើងសាច់ដុំនោះឡើយបងប្អូនទាំងអស់គ្នាហើយមានប៊ូតុងចុចសម្រាប់ធ្វើការសេរីទៅលើ manualហើយតាក់ទងជាមួយនឹងការចាប់កាន់នៅលើស្បែកចង្កូតនេះគឺកាន់តែស្និទ្ធស្នាលបងប្អូនទាំងអស់គ្នាហើយតាក់ទងជាមួយនឹងក្អីវិញណាបងប្អូនទាំងអស់គ្នាលេងសុទ្ធតែស្បែកហើយអឹបហាប់ណែននៅក្នុងការអង្គុយមែនតើអ្នកដែលមានមាឌធំអីក៏អាចមកអង្គុយកៅអីនេះបានយ៉ាងមានផាសុកភាពមកហើយមានទាំងមុខងារក្តៅត្រជាក់ទៀតដែលយើងអាចធ្វើការកំណត់បាននៅលើ touch អេក្រង់មួយនេះហើយចុចបញ្ជាអូតូទាំងសងខាងទៀតណាហើយការចុចបញ្ជាអូតូវិញគឺកាន់តែ smooth បងប្អូនទាំងអស់គ្នាឥឡូវនេះតាក់ទងជាមួយនឹងការ design ទៅលើផ្នែក console កណ្ដាលវិញចន្លោះនេះគឺជាកន្លែងដែលអាចទុកឲ្យវ៉ាន់បានធំមែនតើហើយចំពោះកន្លែងដាក់កែវវិញក៏ងាយស្រួលនៅក្នុងការចុចដែរឡើងលាន់ក្លឹបហ្មងកន្លែងនេះគឺមានជាមួយនឹងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែឬមិនត្រជាក់ពីតំបន់នៅផ្នែកខាងមុខនេះហើយត្រឡប់មកកាន់ screen អេក្រង់កុងទ័រ digital ផ្នែកខាងមុខនេះវិញគឺកាន់តែបង្ហាញព័ត៌មានបានកាន់តែងាយស្រួលហ្មងលក្ខណៈថាបង្ហាញជាមួយនឹងពណ៌បានច្បាស់កម្រិតល្បឿនកម្រិតសាំងកម្រិត dry mode ដែលយើងបើកបរគឺវាបង្ហាញនៅលើអេក្រង់ហ្នឹងតែម្ដងហើយតាក់ទងជាមួយនឹងអេក្រង់ដ៏មានប្រយោជន៍នៅផ្នែកខាងស្ដាំដៃរបស់ខ្ញុំវិញគឺអាចconnectជាមួយនឹង Apple CarPlay ឬក៏ Android Auto បានហើយបើនិយាយអំពីចលនានៃការចុចវិញ
គឺឡើង smooth ហ្មងរីឯកាមេរ៉ា540ដឺក្រេវិញគឺមើលធ្លុះដល់បាតហើយបង្ហាញជាមួយនឹងកម្រិតច្បាស់មែនតើហើយមានទាំងកាមេរ៉ាធ្វើការ record ពេលដែលយើងបើកបរក៏មានដែរហើយក្រៅពីនោះក៏យើងអាចធ្វើការសេរីប្រព័ន្ធម៉ាស៊ីនត្រជាក់នៅលើអេក្រង់នេះសេរីទៅលើមុខងារ Drive Mode Eco Comfort ក៏ដូចជា Sport Mode គឺមាននៅលើអេក្រង់នេះសម្រាប់ធ្វើការឲ្យយើងកំណត់ហ្មងនិយាយទៅគឺពិតជាផ្ដល់នូវលក្ខណៈថាងាយស្រួលតែម្ដងនៅក្នុងការប្រើប្រាស់រថយន្តមួយគ្រឿងនេះផ្នែកខាងលើក៏មានជាមួយនឹងដំបូលបើក Pano ដើម្បី Sunroof ហើយអាចធ្វើការបើកកញ្ចក់បានទៀតផងដែរយើងក៏អាចសេរីនៅកន្លែងនេះហើយកន្លែងនេះក៏មានជាមួយនឹងប្រអប់ដាក់វ៉ែនតាបានទៀតផងនិយាយទៅពេញចិត្តស្ដោកហ្មងហើយបើនិយាយអំពីបច្ចេកវិទ្យាមុខងារ ADAS 2.0 វិញគឺមានច្រើនមែនតើបងប្អូនទាំងអស់គ្នាមានតាំងពីមុខងារកំណត់ល្បឿនតាមរថយន្តផ្នែកខាងមុខមុខងារផ្ដល់ដំណឹងពេលដែលមានឧបសគ្គផ្នែកខាងមុខមុខងារផ្ដល់ដំណឹងនិងរក្សាគន្លងផ្លូវជំនួយក្នុងការបើកបរមុខងារចាប់ប្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់និងមុខងារមួយទៀតគឺជំនួយទៅដល់ការចេញចូលចំណតម្ដងផងដែរកាន់តែ smooth កាន់តែរលូនហ្មងបងប្អូនទាំងអស់គ្នាហើយចំពោះរថយន្ត GAC GS8 នេះផងដែរតាក់ទងជាមួយនឹង platform តែម្ដងដោយត្រូវបានជ្រើសរើសជាប្រភេទគ្រោងចក្ររឹងមាំ GPMA platform ដូចទៅនឹងរថយន្ត GAC GN8 ដែរដោយឡែក 95% នៃគ្រោងតួនេះគឺជាប្រភេទដែកថែប High Stainless Steel ហ្មងដែលពិតជាធន់រឹងមាំនៅក្នុងការពារសុវត្ថិភាពបងប្អូនទាំងអស់គ្នាហើយរថយន្តនេះផងដែរសូមបងប្អូនកុំបារម្ភប្រព័ន្ធសុវត្ថិភាពគឺកម្រិតផ្កាយ5តែម្ដងចឹងមានការទទួលស្គាល់តែម្ដងបងប្អូនទាំងអស់គ្នាចំណុចពិសេសល្អយ៉ាងហ្នឹងហើយបងប្អូនសួរថាចុះម៉ាស៊ីនមិនដែរចំពោះម៉ាស៊ីនវិញណាបងប្អូនទាំងអស់គ្នាគឺជាប្រភេទ Mega Wave Power 4ស៊ីឡាំងទំហំ 2.0T ប្រភេទ GDI ដែលមានសមត្ថភាពអាចផលិតកម្លាំងសេះបាន252 PS និងកម្លាំងរមុល400 Nm ហើយការបើកបរជាក់ស្ដែងវិញគឺកាន់តែសំចៃវាស៊ីប្រេងចន្លោះប្រមាណជា6ទៅ7លីត្រប៉ុណ្ណោះនៅក្នុងរយៈចម្ងាយ100 km បងប្អូនទាំងអស់គ្នានៅលើផ្លូវរាបស្មើប៉ុន្តែខ្ញុំគិតថាបងប្អូនកាន់តែពេញចិត្តហើយដើម្បីឲ្យការបើកបរកាន់តែ smooth កាន់តែរលូនរថយន្តនេះត្រូវបានជ្រើសរើសប្រអប់លេខ8វគ្គអូតូនៅក្នុងការចេញចូលថែមថយលេខម្ដងវិញគឺកាន់តែស្រួលដោយសារតែកន្លែងនេះក៏មានជាមួយនឹង Pendle Shift ផងដែរបងប្អូនចូលមកកាន់ផ្នែកខាងក្រោយគឺជាបទពិសោធន៍ដ៏ល្អមួយនៅក្នុងការចែករំលែកបានមានលក្ខណៈថាទូលាយមែនតើមានទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយដែលយើងអាចធ្វើការសេរីបានលក្ខណៈថាជាប៊ូតុងងាយស្រួលក្នុងការចុចមានកន្លែងផ្ទុកទូរស័ព្ទក៏ដូចជាកន្លែង USB សាកថ្មចំពោះភ្លើងអាមានឡាយក៏មានពីមុខរហូតដល់ផ្នែកខាងក្រោយដូចគ្នាហើយបទពិសោធន៍ដែលល្អនេះគឺតាក់ទងជាមួយនឹងកៅអីតែម្ដងបងប្អូនអរគ្នាយើងអាចមានជម្រើសនៅក្នុងការតម្រេតបែបនេះក៏បានឬក៏តម្រេតថើក្រោយក៏បានដែរនិយាយទៅធ្វើឲ្យអ៊ំពូមីងគឺពិតជាស្រឡាញ់ហើយមិនអាចដកចិត្តនៅរថយន្តនេះបានឡើយបងប្អូនទាំងអស់គ្នាហើយតាក់ទងជាមួយនឹងកៅអីជួរទី3វិញក៏ផ្ដល់នូវលក្ខណៈថាទូលាយសមរម្យនៅក្នុងការប្រើប្រាស់ផងដែរហើយពិតជាផ្ដល់នូវលក្ខណៈថាល្អប្រសើរមែនទែននៅជម្រើសឡានដែលមានជួរកៅអីទី3នេះផងដែរបងប្អូនទាំងអស់គ្នាជាចុងក្រោយបើសិនជាបងប្អូនចង់ជាវរថយន្ត GAC GS8 នេះសួរថាមានស្តុកអត់សូមបងប្អូនកុំបារម្ភស្តុកគឺមានស្រាប់តែម្ដងហើយ option ទាំងអស់ក៏អត់មានកាត់ដែរដោយដែលខ្ញុំជម្រាបពីខាងដើមអញ្ចឹងមុខរួមជាមួយនឹងការធានារយៈពេលវែងដោយ GAC Cambodia តែម្ដងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានបង្ហាញនៅលើអេក្រង់ហើយមុនពេលសម្រាប់ចិត្តទិញក៏បងប្អូនអាចបើកបរសាកល្បងរថយន្តដ៏ទំនើបនេះបានផងដែរពីខ្ញុំបាទតុលាគឺមានតែប៉ុណ្្នឹងទេសូមអនុញ្ញាតគោរពជម្រាបលាបាយបាយ